ចាខណៈពេលនេះនាងខ្ញុំសូមជម្រាបជូននៅព័ត៌មានជាតិចាប្រទេសកម្ពុជាបានបង្ហាញគោលជំហររបស់ខ្លួនសារជាថ្មីកម្ពុជានឹងការពារទឹកដីប្រសិនបើមានសត្រូវចូលមកឈ្លានពានការបង្ហាញនេះបានកើតឡើងបន្ទាប់ពីទាហានថៃចាប់ផ្ដើមមានបំណងឈ្លានពានទឹកដីខ្មែរសារជាថ្មីម្ដងទៀតកម្ពុជានឹងរក្សាសិទ្ធិស្របច្បាប់ដើម្បីការពារបូរណភាពនិងអធិបតេយ្យភាពរបស់ខ្លួនក្រសួងការបរទេសកម្ពុជាបានពន្យល់ជំទាស់ទៅនឹងការទាមទាររបស់នាយករដ្ឋមន្ត្រីថៃឲ្យដកទង់ជាតិកម្ពុជាចេញពីវត្តកៅសិក្ខាគិរីស្វារៈនេះបើយោងតាមសេចក្តីប្រកាសព័ត៌មានពីក្រសួងការបរទេសកម្ពុជានៅថ្ងៃនេះคนไทยมีการจับกุมมีอะไรในบริเวณนั้นก็เคยมีปัญหาเรื่องการชักธงก็កាលពីម្សិលមិញនាយករដ្ឋមន្ត្រីថៃអភិសិទ្ធវិជាជីវ៉ាបានទាមទារឲ្យប្រទេសកម្ពុជាដកទង់ជាតិរបស់ខ្លួនចេញពីវត្តកៅសិក្ខាគិរីស្វារៈក្រសួងការបរទេសបានពន្យល់ថាកាលពីថ្ងៃទី13ខែកុម្ភៈឆ្នាំ1904បារាំងនិងសៀមបានចុះហត្ថលេខាលើអនុសញ្ញាមួយបង្កើតគណៈកម្មការចម្រុះមួយដើម្បីកំណត់ព្រំដែនសីមារវាងឥណ្ឌូចិននិងសៀមចាប់ពីឆ្នាំ1905ដល់ឆ្នាំ1908គណៈកម្មការចម្រុះបារាំងសៀមបានធ្វើផែនទីសរុបចំនួន11ផ្ទាំងក្នុងនោះក៏មានផែនទីកំណត់សីមាព្រំដែននៅតំបន់6ដែលជាតំបន់ប្រាសាទព្រះវិហារផងដែរនៅឆ្នាំ1954កងទ័ពថៃបានចូលឈ្លានពានប្រទេសកម្ពុជានិងបានចូលកាន់កាប់ប្រាសាទព្រះវិហារនៅថ្ងៃទី6ខែតុលាឆ្នាំ1959ប្រទេសកម្ពុជាបានដាក់ករណីនេះចូលទៅកាន់តុលាការយុត្តិធម៌អន្តរជាតិដោយផ្អែកសំខាន់ទៅលើផែនទីបារាំងសៀមទាំងនោះតុលាការបានចេញសាលក្រមនៅថ្ងៃទី15ខែមិថុនាឆ្នាំ1962ថាប្រាសាទព្រះវិហារស្ថិតក្នុងដែនដីក្រោមអធិបតេយ្យភាពរបស់កម្ពុជាសាលក្រមតុលាការទីក្រុងឡាអេក៏បានតម្រូវឲ្យកងទ័ពថៃដកចេញពីទឹកដីព្រះវិហារក្រសួងការបរទេសបានពន្យល់ទៀតថាអនុសារណៈយោគយល់គ្នារវាងកម្ពុជានិងថៃឆ្នាំ2000ក៏បានទទួលស្គាល់ផែនទីទាំងនោះដែរហេតុនេះវត្តកៅសិក្ខាគិរីស្វារៈដែលប្រជាជនកម្ពុជាបានកសាងឡើងតាំងពីឆ្នាំ1998មានទីតាំងយ៉ាងច្បាស់លាស់នៅក្នុងទឹកដីកម្ពុជាដូច្នេះការដាក់ទង់ជាតិនៅលើវត្តនេះគឺជាការសមស្របតាមច្បាប់ក្រសួងការបរទេសបានចោទប្រទេសថៃថាការថ្លែងរបស់លោកអភិសិទ្ធនិងការធ្វើសមយុទ្ធយោធានៅក្បែរព្រំដែនគឺជាការញុះញង់បង្កើតទឡ្ហីករណ៍ដើម្បីប្រព្រឹត្តអំពើឈ្លានពានប្រឆាំងកម្ពុជាទៅថ្ងៃអនាគតយ៉ាងជាក់លាក់ក្រសួងការបរទេសកម្ពុជាបញ្ជាក់ថាសេចក្តីថ្លែងការណ៍របស់នាយករដ្ឋមន្ត្រីថៃមិនអាចទទួលយកបានហើយកម្ពុជាសូមទាត់ចោលយ៉ាងម៉ឺងម៉ាត់ចំពោះការទាមទារដ៏ប្រមាថនេះចាចំណែកឯព័ត៌មានជាតិជាបន្តនេះដែរគឺអគ្គនាយកសម្ភារៈបច្ចេកទេសនៃក្រសួងការពារជាតិបានអះអាងថាកម្ពុជាមានគ្រឿងបំពាក់គ្រប់គ្រាន់សម្រាប់ធ្វើការប្រយុទ្ធដើម្បីការពារអធិបតេយ្យភាពជាតិពីការឈ្លានពានរបស់ប្រទេសជិតខាងនៅព្រឹកថ្ងៃទី28ខែមករានេះកងរថក្រោះនិងរថវាដែកជាច្រើនគ្រឿងត្រូវបានបញ្ជូនចេញពីឃ្លាំងទុកសម្ភារៈកងទ័ពនៅលង្វែកខេត្តកំពង់ឆ្នាំងឆ្ពោះទៅកាន់ព្រំដែនកម្ពុជាថៃដែលកំពុងតែមានភាពតានតឹងឯកឧត្តមឧត្តមសេនីយ៍ឯកចៅភិរុនអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេសនៃក្រសួងការពារជាតិបានឲ្យដឹងថានៅមានការបញ្ជូនគ្រឿងបំពាក់យោធាជាច្រើនទៀតនឹងត្រូវធ្វើឡើងជាបន្តបន្ទាប់ដើម្បីបុព្វហេតុការពារបូរណភាពដែនដីប្រសិនបើមានការឈ្លានពានពីសំណាក់កងទ័ពថៃឯកឧត្តមឧត្តមសេនីយ៍ឯកបានឲ្យដឹងថាការបញ្ជូនកងរថក្រោះនិងរថពាសដែកនេះធ្វើឡើងបន្ទាប់ពីទទួលបានព័ត៌មាននិងរបាយការណ៍ពីមេបញ្ជាការសមរភូមិមុខពីស្ថានភាពតានតឹងនៅតំបន់ប្រាសាទព្រះវិហារតែទោះជាយ៉ាងណាឯកឧត្តមបានលើកឡើងថាស្ថានភាពនៅមិនទាន់ធ្ងន់ធ្ងរនោះទេតែកម្ពុជាត្រូវតែត្រៀមលក្ខណៈបង្ការជាមុនជាការពិតណាស់គឺប្រទេសកម្ពុជាយើងមានអធិបតេយ្យភាពហើយ
ភារកិច្ចរ៉ាប់រងអធិបតេយ្យភាពគឺក្រសួងការពិជាតិនិងកងយុទ្ធពលខេមរៈភូមិន្ទហើយដើម្បីរ៉ាប់រងលើភារកិច្ចនេះគឺមិនថាតំបន់ណាទីណាទេឲ្យតែមានការគម្រាមកំហែងលើអធិបតេយ្យភាពកម្ពុជាគឺថាយើងមានភារកិច្ចការពារអធិបតេយ្យភាពរបស់យើងថ្ងៃនេះគឺដោយបានទទួលព័ត៌មានពីទីបញ្ជាការសមរភូមិមុខថានៅតាមបណ្ដោយព្រំដែនថៃមានបញ្ហាតានតឹងមួយចំនួនដែលកើតឡើងដោយសារការបង្កហេតុពីភាគីថៃអញ្ចឹងគឺថាតាមចំណុចដែលបានរាយការណ៍មកគឺក្រសួងការពិជាតិនិងអគ្គមេបញ្ជាការក៏ដូចជាអគ្គស្នងការបច្ចេកទេសគឺរៀបចំបញ្ជូនគ្រឿងបំពាក់ឡើងទៅតាមគោលដៅដែលចាំបាច់ត្រូវធានារ៉ាប់រងការពារអធិបតេយ្យភាពរបស់ខ្លួនហើយខ្ញុំសូមបញ្ជាក់ថាក្រសួងការជាតិកម្ពុជាអគ្គបញ្ជាការនៃកងយោធពលខេមរៈភូមិន្ទកម្ពុជានិងអគ្គបច្ចេកទេសមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបញ្ជូនគ្រឿងបំពាក់ហើយគ្រឿងបំពាក់អាចបម្រើការប្រយុទ្ធបានគ្រប់ទិសដៅនិងគោលដៅបាទមិនខ្វះទេបាទចំពោះលទ្ធភាពប្រយុទ្ធរបស់កងយោធពលខេមរៈភូមិន្ទដោយអស់លោកបានជ្រាបហើយដូចជាប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសបានជ្រាបហើយថាយើងមានមេបញ្ជាការដែលឆ្លងកាត់ការប្រយុទ្ធជាច្រើនឆ្នាំហើយមានបទពិសោធន៍ក្នុងសមរភូមិក្រៅពីនេះគឺថាយុទ្ធជនរបស់យើងត្រូវបានវឹកហាត់ទាំងកងទ័ពថ្មើរជើងនិងកងទ័ពជំនាញអាចធ្វើការប្រយុទ្ធបានតាមដែលយើងធ្វើការវិភាគព័ត៌មាននិងតាមការសិក្សាព័ត៌មានពិតប្រាកដគឺសភាពការព្រំដែនបច្ចុប្បន្ននេះมันមានការតានតឹងហួសហេតុពេកនោះទេប៉ុន្តែដើម្បីធានាឲ្យបានទាន់ពេលវេលាសម្រាប់បម្រើការប្រយុទ្ធគឺភារកិច្ចរបស់កងយុទ្ធពលខេមរៈភូមិន្ទត្រូវតែត្រៀមមុនបាទអាចឈានដល់ការធ្វើមុនខ្ញុំគិតថាអានេះអាស្រ័យលើភាគីថៃទេបើសិនជាភាគីថៃបង្កើនការតានតឹងហើយរំលោភបំពានមកលើទឹកដីកម្ពុជាកងយុទ្ធពលខេមរៈភូមិន្ទនឹងអនុវត្តបទបញ្ជារបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនគឺមិនឈ្លានពានគេសូម្បី1មីលីម៉ែត្រប៉ុន្តែក៏មិនឲ្យបាត់ដីកម្ពុជា1មីលីម៉ែត្រដែរគួរបញ្ជាក់ថាការត្រៀមលក្ខណៈការពារនេះបានធ្វើឡើងបន្ទាប់ពីកងទាហានកម្ពុជានិងថៃត្រូវបានបង្កើនកម្លាំងនៅតាមបណ្ដោយព្រំដែនជាពិសេសនៅព្រំដែនប្រាសាទព្រះវិហារចាប់តាំងពីល្ងាចថ្ងៃទី27មករាបន្តរហូតដល់រសៀលថ្ងៃទី28មករានេះការបង្កើនកម្លាំងទ័ពរួមទាំងសព្វាវុធនិងកងរថយន្តដែកពីសំណាក់ទាហានកម្ពុជានិងថៃបានធ្វើឡើងភ្លាមក្រោយពីកងទ័ពថៃកាលពីប្រលប់ថ្ងៃទី27មករាឆ្នាំ2011បានផ្ដល់ព័ត៌មានឲ្យទាហានកម្ពុជាដកទង់ជាតិកម្ពុជាចេញពីវត្តកែវសិក្ខាគិរីស្វារៈវត្តកែវសិក្ខាគិរីស្វារៈរបស់កម្ពុជាដែលស្ថិតនៅចម្ងាយប្រមាណ300ម៉ែត្រពីប្រាសាទព្រះវិហារចំពោះការស្នើសុំរបស់កងទាហានថៃមិនត្រូវបានកងទ័ពកម្ពុជាយល់ព្រមហើយបានបញ្ចេញប្រតិកម្មដោយមិនធ្វើតាមព្រោះទីវត្តកែវសិក្ខាគិរីស្វារៈជាទឹកដីកម្ពុជា